Sam ma sam pơn ra sa nam mô tăng sa cha cha ra Sam ma sam pơn ra sa nam mô tăng sa cha cha ra tao a ra ha tao sam sa ri kệ ri yan na ma sa ca vai vọng tôn lê nhằm pra ca rô na cho miền đàn an nương pra an giang pra a ra han đàn cao sao tròn tra đàn nơi nghe có chẳng buồn đại phật tây chẳng buồnព្រះអង្គអមានគ្រូអាចារ្យណាប្រដោយព្រះអង្គនៅក្នុងការអធិញ្ញាណទូនេះជាបន្តទៅខាងដែរខ្ញុំកណ្ដាលសម្បត្តិនឹងសម្ដែងនៅក្នុងប្រវត្តិរឿងរ៉ាវរបស់ព្រះបរមពុទ្ធិសត្វរហូតតទៅដល់ទៅព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃមនុស្សនិងទេវតាទាំងឡាយការសម្ដែងនៅក្នុងព្រះសត្តមបិដកខត្តកនិកាយពុទ្ធវង្សដែលសម្ដែងអំពីវង្សនៃព្រះសម្មាសម្ពុទ្ធចាប់តាំងអំពីព្រះអង្គទ្រង់ព្រះនាមទីតាំងកោរហូតតមកដល់ព្រះសមណគោតមបរមគ្រូនិយាយនោះចឹងណាប៉ុន្តែគ្រប់គ្រានៃព្រះសម្មាសម្ពុទ្ធតែងមានព្រះបរមពុរិស័ទដែលជាបរមគ្រូនិយាយនេះដែលព្រះអង្គមិនតាមបានត្រាស់បានទទួលការព្យាករអំពីព្រះសម្មាសម្ពុទ្ធមុនមកតាំងតែពីប្រពុតទីបង្ករាប់អំពីផតកັບនេះទៅกับផែនដីដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះចឹងទៅត្រឡប់ថយទៅអតីតកាល4អសង្ខ័យថែម1សែនមហាកັບនឹងក្នុងផែនដីនោះឯងក្នុងការនោះព្រះសម្មាសម្ពុទ្ធព្រះអង្គក៏បានត្រាស់ដឹងឡើងនៅក្នុងលោកព្រះអង្គទ្រង់ព្រះនាមទីបង្កដែលបានព្យាករព្រះបរមពុទ្ធិសត្វថា4អសង្ខ័យ1សែនកាប់ទៀតនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមសមណគោតមមានគូនៃអគ្គសាវកឈ្មោះសរិបុត្រនិងមោគលានជាដើមប៉ុណ្ណឹងសេចក្តីទាំងអស់នឹងមានសម្ដែងបញ្ជាក់នៅក្នុងមធុរដ្ឋវិលាសិណីអត្ថកថាគម្ពីរព្រះសត្តមបិដកពុទ្ធវង្សនោះទេណាអត្ថកថាលោកក៏បានបញ្យល់ថាការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅអតីតប្រវត្តិរបស់ព្រះអង្គគឺដោយព្រះសារីបុត្រទូលសួរព្រះអង្គអំពីអភិនិហានការកសាងនៅបារមីរបស់ព្រះអង្គក្នុងអតីតកាលយ៉ាងណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងតបទៅនឹងការសួររបស់ព្រះធម្មសេនាបតីគឺព្រះសារីបុត្រខ្ញុំកណ្ដាលសម្បត្តិ
ដកស្រង់លើកយកមកតាមលំដាប់លំដោយច្រើនថ្ងៃតទៅមុខណាចាណាក្នុងខ្សែអត្ថសម្លេងគួរបន្តទៅមិនជាសង្ខេបពេកហើយក៏មិនអិតអន់គ្រប់ទាំងអស់ពេកដែរដកស្រង់ដើម្បីយកនៃសេចក្តីល្មមប្រគុណម្ចាស់ញាតិញោមអាចសិក្សាបានហើយនេះក៏ប្រព្រឹត្តទៅដើម្បីពុទ្ធានុសតិផងដែរគឺជាសតិដែលតាមរលឹកដល់គុណនៃព្រះសម្មាសម្ពុទ្ធព្រោះថាកាលណាបើយើងបានសិក្សាទៅស្ដាប់ពិចារណាទៅក៏យើងនឹងឃើញបានថាការដែលបានប្រាស់ដឹងឡើងជាព្រះសម្មាសម្ពុទ្ធនេះកម្រក្រៃពេកអញ្ចឹងធ្វើឲ្យយើងនឹងមានការប្រឹងប្រែងជាយាមទទួលត្រង់ត្រាប់ស្ដាប់យកហើយសិក្សារៀនសូត្រនៅព្រះពុទ្ធវចនៈមិនឲ្យមានការផ្លាំងផ្លត់ធ្វេសប្រហែសប្រមាទនៅក្នុងការសិក្សាទេព្រោះថាកាលណាដែលព្រះសម្មាសម្ពុទ្ធកម្រត្រាស់ដឹងឡើងក្នុងលោកអញ្ចឹងព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងនឹងក៏កម្រផងដែរហើយរបស់នេះមានតម្លៃក្នុងការដែលបុគ្គលប្រឹងប្រែងសិក្សារៀនសូត្រដោយសេចក្តីគោរពនិងគោរពក្នុងការប្រព្រឹត្តប្រតិបត្តិតាមដោយត្រឹមត្រូវអញ្ចឹងទៅក៏នឹងបានសម្រេចនៅប្រយោជន៍ណាជាណាដែលជាប្រយោជន៍ដ៏ឧត្តមឧត្តមទៅតាមលំដាប់នៃការសន្សំហេតុនឹងអញ្ចឹងទៅផលក៏កើតឡើងតាមហេតុដ៏សមគួរដូច្នេះយើងក៏បីនឹងបានជ្រាបផងដែរថាការដែលយើងសិក្សាអំពីប្រវត្តិនៅក្នុងព្រះបរមពុរិស័ទនឹងត្រាច់រង្គត់ក្នុងសង្សារវដ្តនឹងយ៉ាងណាអាស្រ័យមានខណ្ឌបញ្ចកៈនៅក្នុងនោះគឺកិលេសវត្តៈមួយកម្មវត្តៈមួយនិងវិបាកវត្តៈមួយជាការប្រព្រឹត្តទៅនៃបរមត្តធម៌ណាចឹងណាតែអាស្រ័យក្រសែតជាប់គ្នានៃវត្តៈនេះប្រព្រឹត្តទៅតភពជាតិកំណើតក៏សន្មតបានថាជាព្រះបរមពោធិសត្វហើយក៏បានទៅជាព្រះសម្មាសម្ពុទ្ធសេចក្តីទាំងអស់នេះគឺជាបុគ្គលបញ្ញត្តិអាស្រ័យមានខន្ធបវត្តធម្មតាខន្ធបវត្តគឺការប្រព្រឹត្តទៅនៃបញ្ចខន្ធជារបស់មិនទៀងមិនអាចដើម្បីបុគ្គលណាឲ្យនៅក្នុងអំណាចបានឡើយចឹងតែងតែមានការអស់ទៅសូន្យទៅជាធម្មតាប៉ុន្តែកិលេសវត្តៈនាំឲ្យកើតកម្មយ៉ាងណាក៏តាក់តែងនៅផលវិបាកមានភពជាតិកំណើតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធទីបង្កក្នុងកាលនោះទីក្រុងធំដែលមានឈ្មោះថាអមរវតីនឹងគឺជានគរស្ដុកស្ដំទៅដោយសត្វពាហនៈហើយសម្បូរទៅដោយស្រូវអង្ករធញ្ញជាតិផ្សេងមិនចេះខ្វះទេនៅក្នុងអត្ថកថាដែលមានឈ្មោះថាមធុរដ្ឋវិលាសនីសម្ដែងប្រាប់ថាប្រៀបបីដូចជានគររបស់ទេវតានៅក្នុងអមរវតីហ្នឹងណាទេណាសម្បូរហើយសំឡេងដើម្បីហៅគ្នាបរិភោគទទួលទានបាយទឹកនំចំណីត្រហឹងអឹងកងមិនចេះមានការខ្វះខាតគឺថាសម្បូរពោពះដោយរបស់ផ្សេងរួមជាមួយគ្នានឹងសំឡេងច្រៀងសំឡេងប្រគំដូរតន្ត្រីសពគ្រប់នៅក្នុងក្រុងនោះឯងអមរវតីចឹងណាព្រះបរមពុរិស័ទបានអន្តោលយកកំណើតជាសុមេធៈបណ្ឌិតដែលជាកូនរបស់
កហបតីអ្នកមានទ្រព្យសម្បត្តិច្រើនដែលនៅគ្រប់គ្រងផ្ទះនៅក្នុងនគរហ្នឹងទ្រព្យសម្បត្តិហ្នឹងច្រើនណាស់តាំងអំពីជីដូនជីតាមកហ្នឹង7ជំនាន់ហើយកើតនៅក្នុងតកូលព្រាហ្មណ៍បរិសុទ្ធទាំងសងខាងទាំងខាងបិតាទាំងខាងមាតាចឹងហើយបរិសុទ្ធហ្នឹង7ជំនាន់មកតជាប់គ្នារហូតមកដល់មេត្តាបិតារបស់ព្រះមហាក្សត្រគឺព្រះបរមពុទ្ធសាសនាចឹងណាសុមេធៈហ្នឹងចឹងអត់អំពីមេត្តាបិតាទៅព្រះបរមពុទ្ធសាសនាត្រូវបាននាយឃ្លាំងបង្ហាញនៅបញ្ជីទ្រព្យសម្បត្តិក្នុងឃ្លាំងហ្នឹងមាសប៉ុណ្ណេះប្រាក់ប៉ុណ្ណេះហើយសម្ពុតនោះប៉ុណ្ណេះស្អីស្អីច្រើនណាស់ដែលជារបស់មានតម្លៃសម្រាប់នៅក្នុងត្រកូលនឹងចប់តគ្នាមកអ្នកដែលរក្សាឃ្លាំងទុកដាក់ចប់តគ្នា7តកូលមកនោះបង្ហាញចំនួនទ្រព្យសម្បត្តិនឹងចឹងព្រះបរមពុទ្ធិសត្វពិចារណាឃើញថាបេយជនគឺជនដែលជាទីស្រឡាញ់តាំងពីមេត្តាបិតាជីដូនជីតាជីទួតលួតលានឹងមកហ្នឹងក៏បានធ្វើមរណកាលអស់ជីវិតទៅទាំងមិនបាននាំយកនៅសម្បត្តិអ្វីបន្តិចបន្តួចសំបីត្រឹមតែមួយកហបណៈឬកន្លះកហបណៈឬក៏បន្តិចបន្តួចណានោះយកទៅជាមួយបានឡើយចឹងដូច្នេះអាត្មាអញក៏បីលៃលោកយ៉ាងណាដើម្បីឲ្យបាននៅសម្បត្តិនេះជាប់ទៅជាមួយកុំឲ្យស្លាប់ទៅចោលទៅទទេព្រះនេះពិចារណាចឹងណាទេណាក្នុងការពិចារណានឹងនៅក្នុងសេចក្តីនឹងឯងដែលព្រះបរមពុរិស័ទមានការរៀបចំចាត់ចែងធ្វើជាទានទៅតាមលំដាប់លំដោយដល់អ្នកសត្វទូរគតអត់ឃ្លានអីយ៉ាងណាចនិច្ចកាលហូហែនៅពេលមួយនោះក្នុងទីកន្លែងស្ងប់ស្ងាត់ល្អឱកាសពេលវេលាមកដល់ព្រះបរមពុរិស័ទនឹងដែលលោកបានអាស្រ័យនៅក្នុងទីស្ងប់ស្ងាត់នឹងក៏មានបរិវិតកៈដោយសេចក្តីត្រេះរិះពិចារណានៅក្នុងសង្ខារធម៌ដោយសេចក្តីសង្វេគដោយសេចក្តីតក់ស្លុតថាការដែលអន្តោលយកកំណើតកើតក្នុងភពថ្មីគឺជាទុក្ខគួរឲ្យខ្លាចគួរឲ្យតក់ស្លុតទាំងការបែកធ្លាយនៅសរីរៈនេះស្លាប់ទៅទាំងមោហៈអវិជ្ជាក៏ជាទុក្ខគួរឲ្យភ័យខ្លាចតក់ស្លុតចឹងព្រះបរមពុរិស័ទក៏បានព្រះទិសបន្តទៅពិចារណាថាឥឡូវនេះអាត្មាអញក៏មានជាតិជាធម្មតាមានជារាក៏ជាធម្មតាមានព្យាធិមានមរណៈក៏ជាធម្មតាតើអាត្មាអញនេះគួរដើម្បីមានសេចក្តីប្រមាទធ្វេសប្រហែសដូចម្ដេចបានបើតាំងនៅក្នុងសេចក្តីទុក្ខយ៉ាងនេះដូច្នេះត្រូវតែស្វែងរកនៅព្រះនិព្វានដែលថាមិនមានជាតិជាធម្មតាព្រះនិព្វានដែលមិនមានជារាជាធម្មតាព្រះនិព្វានដែលមិនមានព្យាធិជាធម្មតាព្រះនិព្វានដែលមិនមានមរណៈជាធម្មតាសេចក្តីត្រេះរិះរបស់ព្រះបរមពុរិស័ទយ៉ាងនេះហើយព្រះអង្គក៏ទ្រង់ត្រេះរិះជាបន្តទៅទៀតថាបើដូច្នេះអាត្មាអញគួរតែលះបង់នៅកាយដែលពេញទៅដោយសាកសពនេះជារបស់មិនស្អាតដោយមិនត្រូវមានសេចក្តីអាឡោះអាល័យដោយមិនចាំបាច់ត្រូវការឡើយមគ្គបដិបទាផ្លូវគឺថាមិនមែនមិនមានទេបដិបទាផ្លូវនេះគឺពិតជាមាន
ដែលប្រព្រឹត្តទៅដើម្បីព្រះនិព្វាននេះណាទៀតដែលនៅជាព្រះបរមពុរិស័ទណាជាប់ឧបនិស្ស័យដើម្បីនឹងឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធមកគ្រាន់តែត្រេះរិះនឹកក្នុងចិត្តហ្នឹងយូរណាស់ហើយចេញវាចាដើម្បីឲ្យបានថាត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធបាននៅសព្វញ្ញុត្តញ្ញាណនោះក៏យូរណាស់មកដែរដូច្នេះការដែលព្រះបរមពុរិស័ទពិចារណាឃើញការដែលបដិសន្ធិចាប់កំណើតកើតក្នុងភពថ្មីគឺតាំងនៅក្នុងសេចក្តីទុក្ខនេះសមរម្យហើយនឹងការអប់រំបញ្ញាបុណ្យកុសលសពគ្រប់ប្រការដែលព្រះបរមពុរិស័ទនឹងមិនតាន់បានទទួលការព្យាករអំពីព្រះសម្មាសម្ពុទ្ធអង្គណាដើម្បី